Hello សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូមួយទៅជាមួយនឹង tool ថ្មីដែលយើងទុក fix ជាមួយនឹង file map file waypoint ដែលវាខូច prop ឬខូចអីផ្សេងអញ្ចឹងណាបងប្អូនប៉ុន្តែបើមកអត់គ្រប់អាហ្នឹងយើងអាច fix បានទេតោះតែមកគ្រប់ប៉ុន្តែវាខូច prop ខូចអីអាហ្នឹងយើងអាច fix បានអូខេអញ្ចឹងឥឡូវយើងបើក tool យើងមកខ្ញុំ double click បើកអូខេនេះវាចេញមកហើយចឹងនៅកន្លែងនេះអ្នកនាងដាក់ username password ដាក់ username ជាមួយនឹង password ហើយ username password នេះអ្នកនាងបានពីខ្ញុំទិញពីខ្ញុំទៅហើយនៅកន្លែងនេះកុំបិទអានេះអ្នកនាងចុច done ពីសិនមកហើយចាំឲ្យអ្នកនាងបិទអូខេចឹងគឺកន្លែងនេះខ្ញុំមកឲ្យអ្នកនាងមើលជាមួយនឹងនេះគឺជា file ដែលខ្ញុំមានឥឡូវខ្ញុំទាញនេះចូលខ្ញុំឲ្យអ្នកមើលនេះគឺវាខូច prop អត់មានទេអ្នកនេះចូលទៅគឺអត់មានខូច prop ទេចឹងអ្នកនេះប្រកាសឃើញហើយគឺអត់មានឃើញអីទេអូខេចឹងយើងត្រឡប់ទៅមើល tool របស់យើងវិញនេះគឺជា tool របស់យើងចឹងកន្លែងទី1គឺ input file ហើយទី2 export អានេះយើងoutput វាវិញអូខេចឹងខ្ញុំចូលនេះអូខេ sorry ខ្ញុំសុំលុបចឹងខ្ញុំយកនេះគឺ input អូខេខ្ញុំដាក់ចូលហើយខ្ញុំដាក់ចូលនេះវិញខ្ញុំចង់ដាក់នៅក្រៅវិញចឹងខ្ញុំដាក់នៅក្រៅអូខេចឹងខ្ញុំដាក់ឲ្យវាចេញមកក្រៅអូខេចឹងយើង fix មកអូខេចឹងគឺយើងបានsorry អ្នកនេះច្រឡំផ្លេចដាក់នេះយើងដាក់មានសញ្ញាខាងក្រោមវិញចឹងមិនចឹងអ្នកនេះសំទោសចាំមកឃើញយើងដាក់ខុស location អូខេនេះគឺវា fix រួចរាល់ហើយនេះអ្នកនេះអូខេវា fix រួចរាល់ហើយចឹងខ្ញុំលុបអានេះចោលវិញអូខេចឹងខ្ញុំដាក់ថ្មីចូលដែលខ្ញុំoutput វាមិញដែលយើង fix ហើយខ្ញុំបើកមកនេះអ្នកនេះគាត់ឃើញចឹងគឺនេះជា file ដែលយើងបាន fix ហើយមុនហ្នឹងគឺចេញមកសារមែនទេហើយអ្នកនេះហើយdouble skin នេះអ្នកនេះទិញខ្ញុំបានណាខ្ញុំលក់អ្នកនេះអូខេចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេបាយ